ជារួមទៅនឹកឃើញគឺឃ្លានតែម្ដងជាមួយនឹងភ្លាបកាដែលខ្ញុំចូលចិត្តធ្វើនេះនិយាយទៅវាស្តៀងតែភ្លាបកាគេហូបបកាឆៅទឹកត្រីកោះកុងអីដែរគ្រាន់តែខុសប្លែកត្រង់រសជាតិគឺខ្ញុំធ្វើបែបខ្ញុំចឹងចូលចិត្តធ្វើបែបខ្ញុំនេះគឺរសជាតិឆ្ងាញ់វាខុសប្លែកពីទឹកត្រីកោះកុងយើងធម្មតាសំខាន់លើការចូលចិត្តដែរបងប្អូនចឹងថ្ងៃនេះក៏ខ្ញុំមានបកាយើងធម្មជាតិស្រស់ៗល្អខ្ញុំទិញទុក2ថ្ងៃហើយទិញតាំងពីស្រស់រហូតដល់ជុំស្រស់វិញគឺខ្ញុំបកឲ្យស្អាតលាងទឹក2 3ទឹកលាងឲ្យស្អាតហើយបានខ្ញុំយកមកត្រាំជាមួយនឹងសូដាហើយដាក់ទឹកកកចូលខ្ញុំត្រាំចោល10នាទីទៅ15នាទីអីចឹងទៅក៏ស្រង់វាទុកម្ល៉េះទៅហើយខ្ញុំក៏មករៀបចំជាមួយនឹងបន្លែមានម្រះមានដើមបូកូស្ពៃបូកូនេះគឺខ្ញុំចិត្តអាកន្លែងរឹងជាចំណិតស្ដើងបេះជាមួយនឹងស្លឹកហ្នឹងដាក់ក្លាសេទឹកកកចេះទៅឲ្យដើមឆ្ងាញ់ថេតហើយទឹកត្រីកោះកុងហ្នឹងគឺខ្ញុំបុកធម្មតានឹងឯងស្ករអំបិលប៊ីចេងអីលួចអំបិលបន្តិចបន្ថែមទឹកត្រីអ្វីដែលប្លែកហ្នឹងគឺខ្ញុំដាក់ជាមួយនឹងប៊ឺស្ដីទៅរសជាតិវាប្លែកត្រង់ថាទឹកត្រីហ្នឹងគឺមានបែបរសជាតិរៀងខ្ទិះប៊ឺស្ដីហើយរសជាតិរៀងឈ្ងុយស្ដីអញ្ចឹងយើងយកមកញ៉ាំជាមួយនឹងបកាគឺត្រូវជាតិគ្នាឆ្ងាញ់ហើយងាយស្រួលធ្វើបងប្អូនហើយសម្រាប់ទឹកត្រីខ្ញុំភ្លក់រសជាតិមកដិតឆ្ងាញ់មកបងប្អូនជូរប្រៃផ្អែមល្មមមកបងប្អូនចាំបងប្អូនច្បល់ចូលគ្នាដូចខ្ញុំចេះក៏បានដែរវាចូលជាតិគ្នាឆ្ងាញ់ហ្នឹងបងប្អូនយើងក្រាមម្រះហើយនឹងស្ពៃបកគោពីក្រមកដួសបកាដែលយើងច្បល់ចូលគ្នាហ្នឹងយកមកចាក់ពីលើនិយាយទៅពេលដែលយើងញ៉ាំទៅគឺចូលជាតិគ្នាត្រូវគ្រឿងគ្នាឆ្ងាញ់មែនតើហើយបើបានក្លែមជាមួយនឹងស្រាបៀហ្គេនស្បិតស្នូតិចចេះទៀតត្រូវជាតិគ្នាហ្មងជាមួយនឹងភ្លាបការូបមន្តផងខ្ញុំហ្នឹងចឹងបងប្អូនអាចសាកធ្វើបានរសជាតិគឺឆ្ងាញ់ប្លែកម្យ៉ាងដែរនិយាយទៅរៀងឈ្ងុយប៊ឺស្ដេចដីបងប្អូន